ប៉ុន្តែអត់ចង់ជិះទូកអ្នកនរគ្នាប្រហែលជាគិតថាមិនអាចទៅរួចទេមែនទេមកជាមួយខ្ញុំអាចទៅរួចនេះគឺជាកោះរាជបុត្រគឺជាកោះមួយដែលនៅខេត្តប្រសេនុដែលយើងអាចធ្វើដំណើរពីក្រុងប្រសេនុប្រហែលជាក្នុងកន្លះម៉ោងនេះយើងមកដល់កោះរាជបុត្រនេះហើយកោះមួយនេះគឺជាកោះដែលនៅលើសមុទ្រប៉ុន្តែមិនឆ្ងាយពីឆ្នេរប្រហែលទេយើងអាចដើរលើស្ពានឈើនេះដែលលយចូលសមុទ្រហើយគេធ្វើស្ពានឈើដើម្បីឆ្លងទៅកោះនឹងផ្ទាល់ដែលបង្កើតនូវទេសភាពយ៉ាងស្អាតហើយអ្វីដែលខ្ញុំស្រឡាញ់ជាងគេគឺ resort វិញនេះគឺចាប់ទីតាំងល្អខ្លាំងមែនទែនដោយសារយើងអាចមើលឃើញកោះមើលឃើញទេសភាពថ្ងៃលិចថ្ងៃរះគឺអត់បាត់ចន្លោះណាមួយទេហើយយើងអាចអង្គុយមើលកោះនឹងផ្ទាល់បានអត់មានអីបាំងទេគឺនៅជាប់មាត់សមុទ្រនឹងហ្មងហើយកោះនេះគឺជាកោះដែលប្រហែលជាមានតែមួយស្រុកខ្មែរមើលទៅដែលធ្វើស្ពានព័ទ្ធជុំវិញកោះបែបនេះដោយសារកោះនេះជាកោះដែលមានទំហំតូចអញ្ចឹងគេធ្វើស្ពានព័ទ្ធជុំវិញកោះនឹងផ្ទាល់ហ្មងស្ពានឈើហើយដែលយើងអាចដើរមើលទេសភាពជុំវិញកោះហើយយើងមានតោងយល់មានមើលទេសភាពថ្ងៃលិចស្អាតណាអ្នកទាំងអស់គ្នាហើយដោយសារវាមើលឃើញចាំងពលឺជាមួយនឹងផ្ទៃសមុទ្រជះមកចូល resort របស់យើងហើយមានឆ្នេរលេងហើយឆ្នេរនេះទូចទេក៏ប៉ុន្តែទឹកថ្លាស្អាតអត់មានសម្រាមមិនអីទេហើយនេះជា resort ដែលខ្ញុំគេងហ្នឹងខាងក្នុងចឹងគេធ្វើបែបបាល់អញ្ចឹងអ្នកនរគ្នាបាល់នេះគឺមើលទៅស្អាតមួយយ៉ាងដែរខ្ញុំឃើញ resort ជាច្រើនក៏បានរៀបចំអញ្ចឹងអ្វីដែលខុសប្លែកនេះគឺទេសភាពយើងអាចមើលទៅក្រៅបានឃើញកោះនេះណាអញ្ចឹងថ្ងៃរះពេលព្រឹកហ្នឹងគឺឃើញកោះស្អាតមែនតើជះជាមួយនឹងថ្ងៃរះអ្នកនរគ្នាដើរមកមានយ៉មួយអង្គុយខាងក្រៅយើងអាចមើលទេសភាពថ្ងៃរៀបលិចថ្ងៃរះហើយ resort នេះគឺខ្ញុំកក់45រៀលមាន discount អញ្ចឹងមិនថ្លៃទេយើងទេសភាពបែបនេះ resort ស្អាតបែបនេះកាលពីហ្នឹងគឺគេ free តាក់ទងជាមួយនឹងហាង buffet ឲ្យយើងញ៉ាំទៀតនិងកាហ្វេក៏ free ដែរហើយយើងដើរទៅលើទៀតយើងមានឃើញម៉ាតមួយដែលគេលក់វត្ថុអនុស្សាវរីយ៍ជាច្រើនអញ្ចឹងយើងអាចទិញយកមកផ្ទះបានហើយ buffet នេះខ្ញុំទៅចាក់ស្ដែងដូចជាមិនសូវមានអីញ៉ាំច្រើនដែរទេអញ្ចឹងតើអ្នកនរគ្នាត្រៀមទៅញ៉ាំអីនៅខាងលើគេមានលក់អីញ៉ាំហើយលើពីហ្នឹងគឺមានព្រៃកោងកាងអ្នកនរគ្នាអាចដើរចូលលេងព្រៃកោងកាងនៅជិតហ្នឹងទៀតប៉ុន្តែដោយសារពួកខ្ញុំក្មេងច្រើនអត់បានដើរលេងទៅណាឆ្ងាយទេអូខេវីដេអូមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះបើចូលចិត្តកុំភ្លេចចុច subscribe មួយផង